សំឡម្ជូរក្បាលត្រីត្រកួនជាមួយស្លឹកថ្នាំងម្សិលមិញថ្ងៃសែនឆេងមេអញ្ចឹងញ៉ាំសាច់រៀងច្រើនអញ្ចឹងថ្ងៃនេះសូមបែបស្ងោរម្ជូរឲ្យជ្រះមាត់ទាំងណាបងប្អូនសម្រាប់គ្រួសារខ្ញុំស្ងោរម្ជូរតែងតែដាក់ស្លឹកគ្រៃម្ដេងស្លឹកក្រូចខ្ទឹមសម្ទេសដើម្បីកាត់ឆ្អាបបងប្អូនដាក់រំងាស់ចោលឲ្យទឹកពុះហើយបានបងប្រហុកចូលបងប្អូនបន្ទាប់ពីបងប្រហុកចូលហើយគឺដាក់ក្បាលត្រីចូលដែរណាបងប្អូនដាក់ក្បាលត្រីហើយនឹងពោះត្រីដាក់រំងាស់ចោលក្បាលត្រីឲ្យឆ្អិនហើយបានដាក់ស្លឹកថ្នាំងចូលបងប្អូនដាក់ស្លឹកថ្នាំងចូលដាក់ចូលបន្តិចសិនព្រោះអីហើយដាក់ច្រើនទៅជូរអញ្ចឹងសូមភ្លក់សិនណាបងប្អូនភ្លក់បើសិនជាអត់ទៅជូរទេចាំបានចឹងដាក់ថែបន្ទាប់មកក៏បងគ្រឿងចូលជាមួយដែរមានដូចជាទឹកត្រីម្សៅស៊ុបប៊ីចេងថ្ងៃនេះខ្ញុំបានថតពីគ្រឿងផ្សំលម្អិតដែរបងប្អូនអាចដាក់តាមចំណង់ចំណូលចិត្តតាមបែបគ្រួសារបងប្អូនបានបន្ទាប់ពីបងគ្រឿងហើយគឺខ្ញុំភ្លក់ម្ដងទៀតសិនណាបងប្អូនភ្លក់ហើយក៏ថែមស្លឹកថ្នាំងម្ដងទៀតដោយសារស្ទើរជូរថែមហើយក៏ដាក់ត្រកួនចូលបងប្អូនមកសម្លម្ជូរខ្ញុំតាំងនេះគឺរួចហើយបងប្អូនមើលទៅទំនងឆ្ងាញ់អត់រវល់អបានថតពីសកម្មភាពញ៉ាំទេបងប្អូនអើយមានតែប៉ុណ្្នឹងដែរអរគុណច្រើនជម្រាបលាណាបងប្អូនសម្រាប់ការទស្សនាតាំងពីដើមរហូតដល់ចប់